សូមជូនរឿងល្បិចស្រីខ្លីជាងល្បិចប្រុសភាគទី3ស្រីលូកដៃទទួលថាតែទឹកមុខរបស់នាងស្រពូនមួយរំពេចឆាយាកំឡោះឆ្លាតវាចាដល់ពីរោះលងលំស្រីល្អរបស់ជាអ្នកចម្រៀងនៅឡាយក៏បីទទួលយកវត្ថុនេះឲ្យញញឹមបន្តិចមកប្រហុកបើជ្រុលលូកត្រូវលូកឲ្យកប់ទៀតណានៅពេលក្រោយឆាយាខ្ញុំមានការដូររបៀបផ្សេងជូននាងកាលណានាងបញ្ចប់របរដោយជ្រក់ជ្រែងផ្លូវចិត្តនេះប្រហែលជាគ្មានថ្ងៃនោះទេលោកសឹងគំនិតពេកហើយទីណាគ្មាននរណាមានខួរក្បាលឲ្យនៅនឹងថ្កល់នោះទេកាលបើគេយល់ថាត្រូវតែផ្លាស់ប្ដូរគំនិតដើមរបស់គេឆាយាខ្ញុំត្រៀមជានិច្ចនឹងប្រានទាំងមូលចាំជួយជានិច្ចពីម្សិលខ្ញុំភ្លេចសួរនាងស្គាល់ចៅក្រមម៉ារ៉ាយូហើយឬចាក្រៅពីលោកប៉ាមនុស្សធ្វើការក្នុងបាឋានសួគ៌មានតែលោកតំណាងរាស្ត្រសុភិនម្នាក់គត់ដែលខ្ញុំបានស្គាល់ចុះម្សិលមិញមានរឿងហេតុអ្វីជើងល្អ3នាក់នោះវាពោលពាក្យផ្ដោះផ្ដងនឹងលោកដៃមកប្រមាថខ្ញុំដែលចេះស្នៀនការពារខ្លួនស្រាប់តែប្រដៅពួកវេវិញទទួលលោកមារ៉ាដើរមកគាត់ក៏ចូលមកជួយខ្ញុំតែម្ដងលោកស្គាល់ឈ្មោះមារ៉ាដែរឬគាត់ជាមនុស្សប្រុសចម្លែកអត់ត្រូវការទទួលការអរគុណពីខ្ញុំអត់ខ្ចីមើលមុខខ្ញុំផងលោកមារ៉ាប្លែកមែនប៉ុន្តែយើងមិនគួរឆ្ងល់ទេមនុស្សគ្រប់រូបតែងតែមានរឿងអាត់កំបាំងប្រចាំជីវិតប្លែកពីគ្នាដូចជានាងក្តីខ្ញុំក្តីមិនអញ្ចឹងទេទេចាមែនហេតុអីក៏នាងស្គាល់ទៅលោកសុភិនម្នាក់ក្នុងចំណោមបរិសដតីគាត់និងខ្ញុំមានរឿងរ៉ាវសំខាន់មួយខ្ញុំសុំទោសចុះចាំថ្ងៃក្រោយទើបអាចជម្រាបបាននៅនាងមិនទុកចិត្តខ្ញុំមែនទេបានដូច្នេះស្រេចតែទីណាចុះប៉ុន្តែគ្រូពេទ្យអាចព្យាបាលជាលុះត្រាតែស្គាល់ជំងឺទីណាចាទេខ្ញុំនិយាយលេងទេតាតោះម៉ោងទៅនឹង4ល្ងាចទេខ្ញុំចង់នាំនាងទៅញ៉ាំស្អីបន្តិចចាលោកចុះរថយន្តរបស់ខ្ញុំទៅឯណាទុករថយន្តខ្ញុំទីនេះចុះខ្ញុំជិះរថយន្តនាងបើបាត់ឲ្យបាត់រថយន្តខ្ញុំបានហើយអ្នកកំឡោះត្បាញអាយសើចយ៉ាងស្រស់ទីណានាងអៀនអន់មុខអត់ហ៊ានសម្លឹងមុខឆាយាទេត្បិតកំឡោះនេះញញឹមស្រស់ណាស់ធ្វើឲ្យអារម្មណ៍នាងញាប់ញ័រទីណាអន់មុខទៅរករថយន្តឆាយាអ្នកកំឡោះយើងងើបមុខសេញោទៅកំឡោះដួងចិត្តដែលឈរធ្វើមុខញឹមផ្អែកគល់ដងសម្លឹងគូស្នេហ៍ទាំងគូឆាយាសេញោចង្អុលទៅរថយន្តរបស់ខ្លួនទៅសញ្ញាសំផ្ញើសិនដួងចិត្តងក់ក្បាលលើកដៃចង្អុលនាឡិកានិងលើកដៃ5បង្ហាញជាកំណត់ម៉ោង5ឆាយាងក់ក្បាលហើយរត់ទៅតាមទីណាភ្លាមដួងចិត្តឬនរិទ្ធនឹកចង់សាយតែម្នាក់ឯងចំពោះឆាកល្ខោនស្នេហាស្រីនឹងស្រីនេះតែឆាយាបោះស្បាដោះស្រាយយ៉ាងណាបើសិនទីណាទៀមទាសំរៀបការមែនទែនហាកំឡោះឆាយាអើយអូនអត់ដឹងថាបងស្គាល់អូនយ៉ាងច្បាស់នោះមើលទៅថ្ងៃសៅរ៍មួយនៅបន្ទប់របស់លោកស្នងការសំណាងមានការជួបជុំពិភាក្សាកិច្ចការកន្លងមកដែលយើងឃើញវត្តមានអធិការជាច្រើនមាននរិទ្ធកំសានតារាវណ្ណាបាត់តែស្រីបោះស្បាម្នាក់ប៉ុណ្ណោះលោកសំណាងមានវិចារថ្ងៃនេះខ្ញុំអញ្ជើញលោកអធិការទាំងអស់ដើម្បីជម្រាបពីតំណែងថ្មីរបស់នរិទ្ធព្រោះខាងក្រសួងចេញសេចក្តីសម្រេចចិត្តតែងតាំងលោកនរិទ្ធជាស្នងការរងប្រចាំមន្ទីរយើងសូមអស់លោកទទួលការអបអរចំពោះលោកស្នងការរងនរិទ្ធស្នូទះដៃលាន់ប្រាវជាសញ្ញាអបអរប្រធានស្នងការមានវិចារជាថ្មីគ្រាន់តែលោកនរិទ្ធមកដល់សកម្មភាពរបស់ពួកវាយើងត្រូវក្តាប់បានខ្លះដែលកំពុងតែលេចមុខលេចក្បាលជាបណ្ដាថ្ងៃនេះអធិការបោះស្បាកំពុងរីសំណាញ់តេយុស្រីចម្រៀងឯកប្រចាំបាឋានសួគ៌ដែលយើងសង្ស័យវាជាសម្បុករបស់ជនពាលមានទាំងអស់លោកធំធ្វើជាខ្នងឲ្យពួកវាថែមទៀតកិច្ចការដែលសម្រេចបានលទ្ធផលគឺសុទ្ធតែគំនិតដែលឆ្លៀសវៃរបស់នរិទ្ធនិងកញ្ញាធិការយើងព្រមទាំងលោកទាំងអស់ខ្ញុំសូមឲ្យអស់លោកបំពេញកិច្ចការឲ្យបានជ័យជំនះកាន់តែច្រើនឡើងជូនមាតុភូមិសូមឲ្យអស់លោកទៅបំពេញកិច្ចការតាមមុខនីតិសូមឲ្យលោកនរិទ្ធនៅជួបពិភាក្សាជាមួយនឹងខ្ញុំក្រោយពីអធិការ3រូបចេញផុតលោកស្នងការបន្លឺសួរនរិទ្ធយ៉ាងម៉េចនរិទ្ធស្ថានភាពជុំវិញផ្ទះរបស់លោកសុភិននិងលោកសុខាថៅកែបាននោះបានគេទាំងពីរ
មានតំណែងតំណងគ្នាចិត្តស្និទ្ធណាស់ប៉ុន្តែខ្ញុំបានក្តាប់មិនទាន់ច្បាស់ពីតំណែងតំណងរបស់គេទាំងពីរគ្រាន់តែមានចំណុចសម្គាល់មួយគឺបរិសម្នាក់ឈ្មោះឆាតដែលក្រសួងយើងធ្លាប់ចាប់ពីបទរំលោភបំពានកូនក្រមុំគេហើយត្រូវមានលិខិតបញ្ជាក់ពីពេទ្យប្រៃថ្នោតថាបរិសនោះឈួតស្រាប់តែចុះឡើងផ្ទះលោកសុផិននិងលោកសុខាជារឿយៗចុះខាងអធិការបុស្បាលោកមានព័ត៌មានអ្វីប្លែកទេមិនតាន់ជួបគ្នាជាថ្មីទេលោកបន្តិចទៀតខ្ញុំនឹងទៅជួបនាងអត់ស្គាល់ខ្ញុំជានរិទ្ធច្បាស់នៅឡើយទេស្គាល់តែបងចិញ្ចឹមរបស់នាងឈ្មោះដួងចិត្តហាហាបុស្បាឆ្លាតណាស់ដែរតែនៅដើរស្នៀតចាញ់លោកមួយចានប៉ុន្តែមកពីនាងនិងលោកចេះតែខ្ពៀងគ្នាទើបនាងមិនទាន់ស្គាល់លោកច្បាស់ហើយលោកស្គាល់នាងតាមរយៈរូបថតជាស្រេចបាទខ្ញុំមិនចង់លេងល្បិចជាមួយនាងទេចាំកាលណាជួបគ្នានៅកន្លែងយើងខ្ញុំនឹងបង្ហាញឈ្មោះមែនតើនៅស្គាល់ដែរខ្ញុំបានស្កាត់ទៅផ្ទះលោកសុខាសិនលោកព្រោះដល់ម៉ោងហើយទៅចុះនរិទ្ធយករថយន្តទៅទុកឯផ្ទះនាយផ្លាស់ខោអាវជាបរោះដួងចិត្តដើរក្រវ៉ាលផ្ទះរបស់លោកសុខារថយន្តរបស់ឆាយានាំកញ្ញាទីណាមកឈប់ងក់នៅចម្ងាយប្រហែលជា50ម៉ែត្រពីផ្ទះរបស់លោកសុខាកញ្ញាទីណាឈានជើងចេញពីរថយន្តទាំងក្រវីដៃជាសញ្ញាលាដួងចិត្តដើរមករថយន្តឆាយាទាំងញញឹមពព្រាយស្រាប់ពេលកញ្ញាទីណាដើរទៅឆ្ងាយបន្តិចដែរឆាយាក្រឡេកឃើញដួងចិត្តនាងក្រមុំខ្លែងភេទញញឹមទទួលវិញដួងចិត្តដើរមកបើកទ្វាររថយន្តបណ្ដាវិចាទាំងញញឹមបណ្ដាជូនបងទៅផ្ទះបន្តិចបងអត់បានយករថយន្តមកផងសូមអញ្ជើញបងចុះបងទៅណាមកណាបានជាមកដល់ទីនេះដែរបងមកលបមើលនារីដែលបងលួចស្រឡាញ់បងអត់ហ៊ានយករថយន្តមកព្រោះនាងស្គាល់រថយន្តរបស់បងច្បាស់ណាស់បងសុខចិត្តដើរក្រឡឹងសម្លឹងមើលដំបូលផ្ទះនាងបានយូរពេលនាងយករថយន្តមកជាមួយយីអីក៏ដល់ម្លឹងនោះបងដួងចិត្តអើយចុះខ្លួនឯងអត់នឹកទីណាទេឬពេលឃ្លាតពីនាងថៃមិននឹកប៉ុន្តែចិត្តបណ្ដោតឋានៈដោយបងឯងដើររកសម្លឹងដំបូលផ្ទះរបស់គេទេនរិទ្ធនឹកក្នុងពោះបានស្អីនឹងនឹកបើស្រីដូចតែគ្នានោះនាងក្រមុំអើយនរិទ្ធសើចញញឹមបិចាបងដូចជាមិនជឿសោះថាចិត្តប្រុសដូចអូនមិនចេះនឹកនារីជាទីស្រឡាញ់ដូចជាបងហាហាអូនឯងនៅចិត្តទីណាមានណេះនោះកេះគៀវគេទេមិននឹងជាស្អីទេឲ្យតែជួបបងដួងចិត្តឯងពេលណានឹកឃើញតែសំណួរអញ្ចឹងមកសួរខ្ញុំអូបងសំទោសអ្នកកំឡោះប៉ិនខ្មាស់បងប្រុសយ៉ាងម៉េចក្រមុំទីណាលងចិត្តលងកាយមើលលើរូបសង្ហារបស់បងឯងឬណាខ្ញុំសូមសរសើរគំនិតរបស់បងដួងចិត្តឯងហើយព្រោះសពថ្ងៃទីណាបែបបំរុងវិចវង្វេចតាមខ្ញុំហើយណាកុំភ្លេចសងគុណរបស់បងណាបងប្រុសអ្នកសើចដាក់នាងបងចង់បានអ្វីពីខ្ញុំនិយាយមកមើលជួយធ្វើឲ្យរបួសដួងចិត្តរបស់បងបានជាសះស្បើយជួបត្រៃសុភមង្គលដូចជាប្អូនអញ្ចឹងឲ្យខ្ញុំជួយដោយម្ដេចបើខ្ញុំអត់ស្គាល់នាងក្រមុំដែលបងលួចស្រឡាញ់នោះផងមិនអីទេបងនៅណែនាំឲ្យប្អូនបានស្គាល់តែពេលនោះប្អូនឆ្លើយតែសុខចិត្តជួយបងសងវិញយល់ព្រមដោយរីករាយណាស់បងប្រុសបងលាសិនហើយព្រោះដល់ផ្ទះរបស់បងនៅគេងលេងជាមួយបងឬទេគេងជាមួយបងឯងពិបាកទ្រាំណាស់គេងអត់ស្ងៀមអញ្ចឹងនោះលាសិនហើយបងវេលាល្ងាចថ្ងៃសៅរ៍មួយឆាយាអង្គុយចាំមើលផ្លូវសង្សារត្បាញអាយរបស់នាងយ៉ាងអន្ទះអន្តែងខុសសពដងនោះណោះនាងក្រមុំទីណាចុះពីលើស៊ីក្លូកាន់វ៉ាលីមួយប្រកបដោយទឹកមុខស្រពោនដើរមកឆាយាកំឡោះរត់ទទួលក្រមុំទីណាទាំងភ័ក្ររីករាយស្រដីអត់មានអ្នកណាដឹងទេទេចាអត់ទេបងឯណារថយន្តរបស់បងទៅឲ្យលឿនអូនភ័យណាស់ឲ្យវ៉ាលីមកបងកាន់ឲ្យហើយដើរតាមបងមកចានៅពេលរថយន្តលូនតាមវិថីកញ្ញាទីណាអង្គុយអោនមុខហាក់ខ្លាចនរណាស្គាល់មុខឆាយាយកដៃអង្អែលស្មាយ៉ាងមិនលើបងអាណិតអូនទីណាឯងណាចាំដល់ផ្ទះអូននិយាយរឿងសុភិនឲ្យបងស្ដាប់ណាចាបងសម្លាញ់អូនសូមបើឲ្យលឿនដើម្បីឆាប់ដល់ផ្ទះរបស់បងតែឪពុកម្ដាយរបស់បងអត់ទទួលស្គាល់ខ្ញុំជាកូនប្រសាឆាយាចង់តែសើចនឹងការផន់ច្រឡំរបស់ទីណាលើរូបនាងតែនាងត្រូវតែឆ្លិចសួរអានកំបាំងរបស់លោកសុភិនសម្រាប់ការខ្លែងភេទរបស់នាងដល់ទីណាជាក្រោយកុំភ័យពេក
បងសូមធានារ៉ាប់រងចំពោះវាសនារបស់អូនមិនឲ្យជួបការជួយចាត់រស់ជាមួយឪពុករបស់អូនឡើយមែនទេបងសម្លាញ់បងដែលភ័យអូនពីកាលណាទីណាអូនចេះតែមិនអស់ចិត្តព្រោះជីវិតជាស្រីចម្រៀងដូចអូនឈប់និយាយពាក្យនោះបងមិនចង់ឮទេកញ្ញាទីណាស្រឡាញ់ឆាយាណានាងមិនដែលហ៊ានជំទាស់នៅបំណងរបស់ឆាយាម្ដងណាឡើយក្រមុំបោះស្បាឬឆាយាអាសូរស្រីចម្រៀងនេះជាពន់ពេកនាងត្រូវតែស្រោចស្រង់ទីណាឲ្យផុតពីរណ្ដៅនរកដែលញោមញីសេរីភាពផ្លូវចិត្តនិងផ្លូវកាយរបស់ទីណាគ្មានពេលស្រាកស្រាននាងក្រមុំបោះស្បានឹកមិនអស់ចិត្តពីទឹកចិត្តបៃតាប្រភេទសុខាដែលហ៊ានចំណាយកិត្តិយសគុណស្រីកណ្ដាលរងកសាលបែបនេះសោះរថយន្តនាំគេទាំងពីរមកដល់ផ្ទះវិឡាតូចមួយសង់ម៉ូដអាមេរិកទាបផ្ទាល់នឹងដីបោះស្បាក្នុងនាមឆាយាដឹកដៃទីណាចូលផ្ទះទីណាឆ្ងល់នឹងភាពស្ងប់ស្ងាត់នៅគេឋាននាងមិនលើវិចារមិនស្ងាត់ម្លេះបងប៉ានិងម៉ាក់របស់បងទៅលេងឯប៉ារីចំនួន3ខែអ្នកបម្រើបងឲ្យទៅសម្រាឯស្រុកអស់ហើយបងអត់ត្រូវការពួកគេប្រុសអាងបាយផ្សារអូអញ្ចឹងឬបងមកចូលទៅក្នុងជាមួយបងចាបងទស្សនភាពក្នុងផ្ទះមានភាពមនោរម្យគួរជាទីពេញចិត្តទីណាស្ងើចសរសើរមិនដាច់ពីមាត់នៅការរៀបចំផ្ទះរបស់ឆាយានាំនាងចូលបន្ទប់សម្រាប់គេងទីណាបង្ហាញទឹកមុខខ្វាយខ្វល់អៀនព្រានមិនចង់ហ៊ានចូលជាមួយនាងក្រមុំបោះស្បាធ្វើឲ្យបោះស្បាយល់ចិត្តកពូលរបៀបលេងវិចបងវិចរត់តាមបងហើយត្រូវមានឈ្មោះជាប្រពន្ធរបស់បងចាប់ពីថ្ងៃនេះហើយណាបងអាណិតដូនផងអូននាងរកពាក្យមកថ្លែងមិនចេញឆាយាឬបោះស្បាសើចចាប់នាងអោបថាផ្ដួលទៅលើគ្រែស្រដីអូននិយាយរឿងលោកសុផិននិងប៉ារបស់អូនឲ្យបងស្ដាប់សិនទៅព្រួយខ្លួនចាបងអូនសូមជម្រាបបងថាយប់ពីម្សិលមិញលោកសុផិនគាត់មកជួបលោកប៉ារបស់អូនដោយបង្ខំទាមទារឲ្យអូនរៀបការជាមួយគាត់នេះពេលឆាប់នេះអូនសង្កេតឃើញលោកប៉ារបស់អូនដូចជាខ្លាចលោកសុផិនផ្លាច់ហើយកាន់តែចម្លែកគឺលោកសុផិនហៅឈ្មោះលោកប៉ាខ្ញុំថាបងសម្បុកឯប៉ាអូនបែរជាហៅគាត់វិញថាលោកគិរីអូនភ័យពេកអូនក៏សម្រេចចិត្តរត់តាមបងតែម្ដងបងឆាយាបងក៏ធ្វើបាបអូនណាបងទីណាបងអសូរអូនណាហេតុអីក៏អូនសន្និដ្ឋានថាប៉ារបស់អូនខ្លាចលោកសុផិនឬលោកគិរីនោះចាព្រោះអូនឃើញទឹកមុខរបស់គាត់របៀបដូចជាតក់ស្លុតចម្លែកនៅពេលណាជួបលោកសុផិនម្ដងហើយបម៉ាក់របស់អូនគាត់យំអង្វរលោកប៉ាឲ្យប្រណីអូនលោកប៉ាដូចជាកាន់តែមួម៉ៅសម្លុតម៉ាក់រហូតដោយចង់វាយម៉ាក់ថាម៉ាក់និងអូនឥតយល់ពីចិត្តរបស់គាត់សមីមុខរបររបស់អូនជាអ្នកចម្រៀងក៏ម៉ាក់អូនគាត់ជំទាស់ជារឿយៗដែរតែលទ្ធផលមិនអាចយកឈ្នះពីការសម្រេចចិត្តរបស់គាត់ឡើយរូបអូនដូចជាអភ័ព្វណាស់ហើយកាន់តែអភ័ព្វទៅទៀតគឺប្អូនស្រីរបស់ខ្ញុំអូនមានប្អូនស្រីចាវាមានរូបស្អាតណាស់សឹងចាប់ច្រឡំជាមួយខ្ញុំប៉ុន្តែចិត្តគំនិតរបស់វាខុសពីខ្ញុំវាជាមនុស្សរម៉ាំងរម៉ោកនិងចិត្តស្លុយដោយបរោះបងឆាយាឆាប់សួរអូនទៀតទៅអូនអួលណែនអស់ហើយទីណាអូនសម្រេចចុះចាំបងទិញមកហូបឲ្យញ៉ាំអូនកុំចេញផ្ទះផ្ដាស់ណាប្រយ័ត្នមានហេតុអីកើតឡើងបងមិននឹងជាទៅរកអូននៅឯណាទេចាបងឆាយាធ្វើថាបនាងក្រមុំបន្តិចមុននឹងបែរទៅក្រោយពីបរិភោគរួចបោះស្បាសម្រាប់ចាត់សួរទីណាជាបន្តនិងប្រាប់ពីការខ្លែងភេទរបស់នាងដល់ក្រមុំអ្នកចម្រៀងអូនស្រឡាញ់បងស្មោះឬទេទីណាហេតុអីក៏បងសួរអញ្ចឹងចុះបើបងខ្លាចជានារីដូចអូនតើអូនសម្រេចចិត្តដូចម្ដេចទីណាបងនិយាយលេងច្រើនណាស់ម៉ែណាអូនបងជាស្រីដូចអូនអញ្ចឹងដែរបងធ្លាប់ជួបម៉ាក់របស់អូនគាត់ទៅវត្តសុំជួបជាមួយបងគាត់មានចិត្តស្រឡាញ់បងហើយរៀបរាប់ពីការពិបាកចំពោះអនាគតរបស់អូនដែលប៉ាអូនបំរុងទុកដាក់អូនឲ្យទៅលោកសុផិនម៉ាក់អូនស្រឡាញ់ទឹកចិត្តបងហើយអង្វរបងឲ្យជួយរំដោះប្អូនតាមមធ្យោបាយខ្លែងជាមនុស្សប្រុសដោយបងធុញនឹងការឆាយឆៅពីសំណាក់បរោះបងក៏យល់ព្រមតាមការទទូចរបស់គាត់មែនទេបងស្រីបើផ្នែកធំបោះស្មាក៏ទាញសក់បញ្ឆោតចេញពីក្បាលបង្ហាញសក់ខ្មៅរលើបដែលវែងអន្លាយសម្រស់របស់បោះស្មាត្រដែតក្រោមក្រសែភ្នែកក្រមុំអ្នកចម្រៀងទីណាផនភាំងអៀនខ្មាស់និងស្ទុះកិច្ចពីមុខបរោះត្បាញអាយការយល់ច្រឡំ
បងចិត្តរបស់នាងធ្វើឲ្យនាងអៀនអន់ខ្មាស់បោះស្បាក៏ស្ទុះបំរុងរត់តែបោះស្បាចាប់នាងជាប់អបលំបងស្រីសម្លាញ់បងខ្សត់បងប្អូនបងអាណិតប្អូនស្រឡាញ់ប្អូនយ៉ាងស្មោះបងដឹងថារូបដ៏ចិញ្ចៃរបស់អូនមិនសមប្រឡូកជាមួយសម្បល់អពមង្គលទេទើបបងប្រើមធ្យោបាយនេះដើម្បីរំដោះអូននិងខំបំផន់ភ្នែករបស់ប៉ាអូននឹងលត់សុផិនទីណាបងសុំប្អូនជាប្អូនចិញ្ចឹមណាបងស្រីខ្ញុំខ្មាស់អូនខ្មាស់នោះណាបងធានាការពារកិត្តិយសរបស់ប្អូនបងនឹងក្រសោបអូនឲ្យរស់ជាមួយបងយើងខ្លាចជាបងប្អូននឹងគ្នាបងស្រីតែចិត្តរបស់បងស្រីដូចជាសម្ដីបងមែនទេអូនរស់ជាមួយបងមួយគ្រាសិនអូននឹងយល់ចិត្តបងមិនខានបងស្រីអូននឹងភើបចិត្តណាស់ចំពោះសន្និដ្ឋានចិត្តសន្តោសរបស់បងទីណាបើអូនចង់ឲ្យប៉ាម៉ាក់អូនផុតពីការចោទប្រកាន់របស់ប៉ូលីសអូនគួរតែប្រាប់ពីកិច្ចការមួយចំនួនដែលកើតនៅក្នុងទីបាររបស់អូនដូចជាសម្រាប់ថៅកែមួយស្រីសង្ហាតើអូនមានដឹងខ្លះឬទេអូការពិតបងស្រីជាអធិការបោះស្បាទេបងលែងលាក់នឹងប្អូនហើយសូមប្អូននិយាយមួយចុះបងស្រីប្អូនសូមយកព្រះជាប្រធានខ្ញុំបានដឹងពីការតាក់ទងឃាតកម្មនោះទេគ្រាន់តែដឹងថាមុនពេលស្លាប់ថៅកែមួយស្រេងធ្លាប់តាក់ទងជាមួយលោកប៉ារបស់ខ្ញុំនិងលោកសុផិនយ៉ាងជិតស្និទ្ធចុះសង្ហានោះក៏ធ្លាប់ចេញចូលផ្ទះលោកសុផិនហើយពុំដែលឃើញមកលេងផ្ទះរបស់ខ្ញុំទេប្អូនឆ្លើយដោយស្មោះហើយឬចាស់បងស្រីបងគួរតែយល់ពីចិត្តខ្ញុំផងព្រោះខ្ញុំធុញថប់នឹងការរស់នៅជាប់ទ្រង់ដោយសារឯកាជាមួយប៉ាចិត្តខុសពីឪពុកគេដតីនោះណាបងខ្ញុំធ្លាប់លើគេសរសើរពីកេរ្តិ៍ឈ្មោះរបស់បងខ្ញុំមានការពេញចិត្តណាស់នឹងសកម្មភាពរបស់បងស្រីតែក្នុងពោះបងស្រីពេលនេះខ្ញុំអស់ផ្លូវហើយតែខ្ញុំយល់ថាបងពិតជាប្រណីដល់នារីអនាថាដូចជារូបខ្ញុំនេះទីណាឲ្យតើអូនពិតជាស្មោះជាមួយបងនឹងជួយប្អូននិងប៉ាម៉ាក់ប្អូនស្រីរបស់ប្អូនឲ្យផុតពីចង្កំជនប្រភេទលោកសុផិនដែលមានសកម្មភាពគួរឲ្យសង្ស័យបងស្រីខ្ញុំសូមជម្រាបបងស្រីថាម៉ាក់របស់ខ្ញុំជាមនុស្សល្អណាស់ដោយបងធ្លាប់ស្គាល់ស្ដាប់គាត់យកព្រះធម៌ជាស្ពានមិនដឹងជាគាត់យំស្ដាយខ្ញុំយ៉ាងណាទេបោះស្បាសម្គាល់ឃើញនាងគិតដល់មេត្តាជាងអ្នកណាទាំងអស់ដែលជាក្រុមគ្រួសាររបស់នាងសួរជាថ្មីថាទីណាប្អូនបានឮសូរលោកប៉ារបស់អូនហៅលោកសុផិនថាការីមែនទេចាយ៉ាងម៉េចដែរបងអត់អីទេតែឈ្មោះការីនេះបងធ្លាប់ឮកាលពី20ឆ្នាំមុននាងនិយាយឃ្លាខាងចង់តិចរហូតទីណាស្ដាប់អត់ឮថាម៉េចផងអូនគេងចឹងណាហើយកំដៅចេញក្រៅផ្ទះណាចាំបងជាអ្នកទិញម្ហូបឲ្យអូនញ៉ាំចាបងស្រីបងល្អនឹងអូនណាគេងទៅយប់ហើយណាអូនចាបោះស្បាកំពុងគោះទ្វារបន្ទប់ការិយាល័យរបស់លោកស្នងការសំណាងលោកសំណាងមិនលើពីក្នុងមកចូលមកទ្វាររបើកបោះស្បាគោរពលោកស្នងការទៅអ្នកអង្គុយចុះរាយការណ៍ជូនលោកសូមជម្រាបលោកស្នងការខ្ញុំសូមរាយការណ៍ពីសកម្មភាពនិងសភាពការឈប់សិនបោះស្បាខ្ញុំឲ្យគេហៅអញ្ជើញលោកស្នងការរងមកសិនដើម្បីស្ដាប់ទាំងអស់គ្នាបោះស្បាក៏ចង់ស្គាល់លោកស្នងការរងដែរត្បិតមិនដែលជួបមុខគ្នាសោះគេចេះតែខ្វៀងគ្នាជានិច្ចស្រីហាក់ទន្ទឹងគេម្លេះនាងខ្លាចតែគេនោះជានរិទ្ធដែលគេស្រមៃស្នូទ្វារបើកស្រីចោលភ្នែកទៅមាត់ទ្វារលោកស្នងការរងជាកំឡោះដួងចិត្តហើយកាន់តែច្បាស់គេពិតជានរិទ្ធដែលនាងធ្លាប់ស្គាល់កាលពី3ឆ្នាំមុនទឹកមុខរបស់នាងបង្ហាញភាពអៀនអន់នរិទ្ធយល់ពេកហើយគេធ្វើជាវាចាមកកាន់នាងអូគឺជានាងបោះស្បាទេតាជាអធិការដល់ឆ្នាំបើលោកសរសើរខ្ញុំពេកហើយកិច្ចការនេះបានជោគជ័យប៉ុណ្ណោះដោយសារតាកំណត់លោកទេតាមិនអញ្ចឹងលោកស្នងការឆ្ងល់ចាគាត់ធានានាងរៀបរាប់ពីតំណែងតំណងឆាយានិងដួងចិត្តជម្រាបលោកស្នងការសំណាងលោកស្នងការគាត់ជាស្នងការរងអញ្ចឹងបានជាមានកំណត់ប្រតិកម្មគួរឲ្យសរសើរតើហេតុអីក៏គាត់មិនដឹងថាខ្ញុំជាឆាយាលោកអត់ដឹងទេមែនទេលោកនរិទ្ធបានខ្ញុំអត់ស្គាល់យ៉ាងសោះយប់នោះប៉ុន្តែខ្ញុំមានអំណងចង់តាក់ទងរវាងឆាយានិងទីណាឲ្យបានហើយខ្ញុំចាំត្រង់យកផ្លែផ្កាពីឆាយាក្នុងនាមប្អូនធម៌របស់ខ្ញុំវិញអ្នកឆ្លើយដោះសារជៀសវាងកុំឲ្យស្រីដឹងពីពុតរបស់នាយរាត្រីដែលគេទាំងពីរគេងជាមួយគ្នាឆ្លាតណាស់លោកស្នងការទេខ្ញុំសុំចាញ់ហើយ
តែមិនដល់នាងទេព្រោះលទ្ធផលដែលខ្ញុំត្រង់ពីនាងគឺគ្មានបានការអ្វីជាដុំកំភុនសោះព្រោះអធិការឆ្នាំលាក់បានល្អជាទីបំផុតសម្បីតែការខ្លែងភេទរបស់នាងក៏ខ្ញុំមើលមិនធ្លុះដែរធីតាអៀនជាខ្លាំងការដែលអ្នកកំឡោះរំលឹកដល់ការខ្លែងភេទរបស់នាងចេះតែស្រមៃដល់រាត្រីដែលគេទាំងពីរគេងក្បែរគ្នាភ័ក្រនាងក្រហមច្រាលលោកសំណាងសាច់ពោលកាត់បរិយាកាសអៀនអន់នេះបានហើយសត្វតែចំណាប់ដូចគ្នានឹងមិនខុសពីការទុកចិត្តរបស់ខ្ញុំទេតោះបស្បារីកាទៅចាលោកស្នងការតាមចម្លើយរបស់កញ្ញាទីណាលោកសុភិនមានឈ្មោះមួយទៀតគឺគិរីហើយថៅកែសុខាក៏មានឈ្មោះផ្សេងដែរគឺសម្បុកបើតាមខ្ញុំធ្លាប់បើឯកសាររបស់ក្រសួងឈ្មោះគិរីសម្បុកគឺជាមេធ្លាប់ស្តុកអីវ៉ាន់សម្រាប់ឃ្លាំងហើយអធិការជើងចាស់ធ្លាប់បង្ក្រាបម្ដងមកហើយមែនហើយបស្បាគិរីសម្បុកធ្លាប់ស្តុកអីវ៉ាន់ទំនិញរបស់ឃ្លាំងនិងត្រូវអធិការតារាវងធ្លាប់បង្ក្រាបតែក្រោយមកស្រាប់តែអធិការតារាវងត្រូវស្លាប់ដោយការផ្ទុះមីនក្នុងរថយន្តរបស់គាត់បាត់បង់ជីវិតលោកស្នងការខ្ញុំមានបំណងតាក់ទងលោកសុភិនតាមមធ្យោបាយមួយមានគំនិតដោយម្ដេចយើងឃើញធីតាវិចារតិចរហូតអ្នកនិពន្ធស្ដាប់ក៏មិនលឺដែរ3ថ្ងៃបន្ទាប់មកយើងឃើញក្រុមកូនកាត់បារាំងមួយរូបឈររេរាក្បែររថយន្ត404របស់នាងនៅមុខផ្ទះរបស់លោកសុភិនមួយសន្ទុះទើបនាងចុចកណ្ដឹងជាសញ្ញាហៅម្ចាស់ផ្ទះអ្នកបម្រើរត់បើកទ្វារជូននាងនិងអញ្ជើញនារីកូនកាត់ឲ្យចូលទៅជួបនឹងចវាយលោកសុភិនឆ្ងល់និងវត្តមានកញ្ញាកូនកាត់ដល់សុភាដែលមករកគាត់ធីតានោះស្រដីតាញញឹមលោកគិរីលោកប្រហែលជាឆ្ងល់ចំពោះវត្តមានរូបខ្ញុំណាស់មែនទេខ្ញុំឈ្មោះដាវតីជាកូនស្រីរបស់លោកតារាវងនិងអ្នកស្រីម៉ាលីរ៉ូតខ្ញុំមកជួបលោកដើម្បីសុំទិញផ្ទះចាស់របស់ខ្ញុំនិងចំការឯបបៃលិនរបស់ប៉ាម៉ាក់ខ្ញុំជាកូនមួយរូបដែលស្ដាយគេអាកររបស់ឪពុកម្ដាយខ្លួនផងនាងក្រមុំហេតុអីក៏ដឹងថាគេអាករទាំងនោះនៅលើដៃខ្ញុំហើយស្គាល់ខ្ញុំច្បាស់ម្ល៉េះខ្ញុំស្គាល់លោកច្បាស់ណាស់ព្រោះកាលម៉ាក់របស់ខ្ញុំមុនគាត់ស្លាប់2ថ្ងៃលោកបានយកសម្បត្តិមួយទៀមទាបំណុលពីលោកមាខ្ញុំយីនាងចាំណាស់ណោះកាលនោះនាងអាយុទើបតែ7ឆ្នាំទេតាខ្ញុំខំស្វែងរកនាងតែមិនប្រទះសោះអរគុណចំពោះសដានចិត្តល្អរបស់លោកណាស់សូមទោសលោកអាចបង្វែរមរតកទាំងនោះមកខ្ញុំវិញឬទេឲ្យម្ដេចនឹងបាននាងបើកិច្ចការសន្យាផ្ដិតមេដៃរបស់ម្ដាយនាងពីការជំពាក់ប្រាក់ខ្ញុំនៅក្រឡៅនាងចាំមើលណាខ្ញុំនឹងទៅយកឲ្យនាងមើលលោកសុភិនឡើងទៅជាន់ទី1មួយសន្ទុះទើបគាត់ត្រឡប់មកវិញកាន់ក្រដាស់មួយសន្លឹកមកជាមួយគាត់ហុចមកឲ្យកញ្ញាដាវតីនាងក្រមុំលើលិខិតនេះមកមើលឃើញស្នាមក្រិយាដៃរបស់ម្ដាយនាងមែននាងហុចជូនលោកសុភិនវិញជាមួយវិចារយីម៉ាក់ខ្ញុំខ្ចីលុយលោកអ្វីក៏ច្រើនម្ល៉េះហេតុអីក៏ប៉ារបស់ខ្ញុំអត់បានដឹងមានតែម៉ាក់របស់ខ្ញុំម្នាក់ឯងជាអ្នកខ្ចីលោកទឹកមុខលោកសុភិនប្រែប្រួលបន្តិចទើបគាត់ឆ្លើយបានខ្ញុំមិនដឹងដែរគ្រាន់តែខ្ញុំដឹងថាពេលដែលខ្ចីលុយរបស់ខ្ញុំម៉ាក់នាងមកតែម្នាក់ឯងណាស់ហើយខ្ញុំដូចជាមាននិស្ស័យជាមួយនាងស្រឡាញ់គេរបស់នាងយកលុយ10លានមកសងខ្ញុំវិញទៅខ្ញុំបកគលជូននាងភ្លាមច្រើនណាស់ណោះធ្វើដោយម្ដេចទៅបើខ្ញុំទៅនឹងបើកហាងមាសថ្មីលុយកប់អត់ទៅហើយណាស់ហើយខ្ញុំសុខចិត្តដងចាំនាងចោះប៉ុន្តែនាងគួរទៅរាប់អានខ្ញុំឲ្យដូចជាប៉ានិងម៉ាក់នាងអរគុណចំពោះសារណចិត្តរបស់លោកណាស់សូមលោកទៅលេងនឹងខ្ញុំផងណាអាសយដ្ឋានរបស់ខ្ញុំនាងហុចកូនក្រដាស់មួយឲ្យលោកសុភិនបានចាំខ្ញុំទៅលេងជាមួយនាងខ្ញុំចូលចិត្តណាស់រាប់អានជាមួយនារីហាខ្ញុំសូមលាលោកសិនហើយខ្ញុំជូននាងទៅផ្ទះទេចាអរគុណលោកហើយខ្ញុំជិះរថយន្តរបស់ខ្ញុំផ្ទាល់ខ្លួនមកដែរអូអញ្ជើញចោះនាងកញ្ញាភូមិផានដាវតីនាំខ្លួនចេញមកលើតាកញ្ចាស់តាមសម្លឹងនាងជាប់ពីក្រោយដោយក្រសែភ្នែកយ៉ាងចម្លែករថយន្ត404របស់ដាវតីមកឈប់ពីមុខហាងមាសតារាវងកញ្ញារូបស្រស់ម្នាក់មានសក់ពណ៌មាសដូចនាងដាវតីនាងរត់មកទទួលស្រីជាមួយវិចារអ្នកបងដាវតីយ៉ាងម៉េចទៅហើយប្អូនភ័យណាស់លោកសុភិនជាខ្លាចលាក់ក្រចកណាស់អូនតោះទៅក្នុងចាំបងប្រាប់ចាបងស្រីនៅក្នុងបន្ទប់
កញ្ញាដាវតីទាញសក់ចេញទៅយើងស្គាល់ថាអធិការបោះស្បាសោះនាងស្រដីវាអត់ស្គាល់បងទេវាស្មានតែបងជាកូនរបស់លោកតារាវងមែនទេយើងក៏លេចមើលមកកំឡោះនរិតពេញម្ដងពេលនេះគេកំពុងតែស្រមើស្រមៃទៅដល់ស្រស់ស្រីបោះស្បារហូតមកជួបជាមួយនឹងស្រីផ្ទះរបស់នាងក្លិនខ្លួនស្រីនៅជាប់នឹងនាសាបងគ្មានភ្លេចគេទាំងពីរឈរផ្លឹកទល់មុខគ្នាទាំងអារម្មណ៍ប្រះចាករៀងខ្លួនទៅកាន់ភពមួយដែលគេតន្ទឹងមាននវិខ្នាញនឹងកែផ្នែកកំឡោះស្នងការរងនាងវិចាកំបត់ថាលោកមកមានការអីត្រូវបញ្ជាខ្ញុំឬអូបាទទេខ្ញុំមកលេងជាមួយបោះស្បាទេតាចង់រំលឹកនាងឲ្យដឹងខ្លួនប្រុងប្រយ័ត្នត្បិតលោកកញ្ចាស់ជាខ្លាគូឲ្យខ្លាចណាចាអរគុណខ្ញុំបានគិតរឿងនេះដែរសូមរងចាំមួយផ្លែតខ្ញុំទៅយកផ្លែឈើមកជូនលោកពិសាកំដរមាត់លេងមិនចាំចម្លើយរបស់អ្នកកំឡោះទេបោះស្បានាំកែចូលទៅក្នុងបាតពេលស្រីចេញមកវិញកំឡោះផ្ដោតនេត្រាឥតដកពីរង្វង់ភ័ក្រនាងក្រមុំឡាយនាងឈានជើងស្ទើរមិនរួចរឹងខ្លួនស្ដោដៃនាងកាន់ថាផ្លែឈើទាំងញាប់ញ័រនាងហុចជូនទៅគេទាំងវិចាស្ទើរស្ដាប់មិនលឺអញ្ចឹងពិសាបោះស្បាអញ្ជើញនរណាឲ្យញ៉ាំមានណាគេវិចារទាំងញញឹមផ្ដោតនេត្រារកនាងចុះមាននរណាក្រៅពីលោកដែលនៅទីនេះយើងស្គាល់គ្នាយូរមកហើយខ្ញុំចង់ឲ្យបោះស្បាដូរពាក្យក្នុងការហៅខ្ញុំមិនអាចដូរបានទេលោកព្រោះលោកជាចវាយនាយខ្ញុំដដែលទេតាបាទចវាយតែនៅកន្លែងធ្វើការទេតានាងក្រមុំក្រវីក្បាលតិចកំឡោះធ្វើមុខញឹមវិចាទាំងលូកដៃប្រលេះផ្លាមានចៅការខ្លាំងជាឆាយាហេតុអីក៏ហៅខ្ញុំបងកាលនោះយ៉ាងម៉េចកលៈទេសៈផ្សេងគ្នាណាលោកកាលណាទៅនោះទៅកលៈទេសៈនោះមកដល់គេដំអូនតែមិនដកភ្នែកពីវងភ័ក្រនាងទេអូគេមកទិញមាសហើយសុំទោសណាលោកទៅចុះនៅនាងដាវតីនរិតងាកតមើលអ្នកទិញមួយផ្លែតនាយភ្ញាក់ព្រឺតនារីនោះមានវ័យ18ឆ្នាំពោពេញទៅដោយសម្រស់ឥតចាញ់ក្រមុំឡាយសឹងចាប់ច្រឡំតែមិនអាចប្រេះផ្ទឹមជាមួយបោះស្បារបស់គេឡាយអ្នកផ្ទៀងសោតាស្ដាប់ខ្សែកនិងខ្សែដៃមួយកំភ្លេប្រមាណ 10,000 រៀលណាបងអូន 98,000 បានទេទេបងស្រីភ្នែកនាងនោះរេពាសពេញផ្ទះបោះស្បានរិតលោបសង្កេតនាងអត់បានទេបងអូនហាងបងលក់អត់កាត់ថ្លៃទេណេះលុយសូមដាក់ប្រអប់ឲ្យខ្ញុំផងចាស្រីល្អរូបចម្លែកទទួលគ្រឿងអលង្ការទាំងនេត្រាឥតឈប់ពីទស្សនភាពក្នុងផ្ទះទៅចេញទៅនរិតញាក់ចិញ្ចើមដាក់បោះស្បាបោះចំហ៊ានទៅរករថយន្តរបស់នាយបោះពោយចេញតាមពីក្រោយរថយន្តស្រីនោះពីចម្ងាយឥតឲ្យនាងក្រមុំដឹងឡាយយើងបែរមកកញ្ញាទីណាម្ដងស្រីកំពុងជួបសារសងជាមួយម៉ារ៉ានាងក៏សម្គាល់ថាទឹកមុខម៉ារ៉ាស្រពូនណាស់នាងហុចសម្បត្តិបោះស្បាជូនអ្នកកំឡោះជាមួយនឹងបេចាយ៉ាងស្រទន់នេះជាសម្បត្តិរបស់បងស្រីខ្ញុំសូមលោកអភ័យទោសដោយគាត់មិនបានមកជួបលោកផ្ទាល់នរណាជាបងស្រីរបស់អ្នកនាងដែរតាគឺបងស្រីបោះស្បាណាលោកអូបើអញ្ចឹងនាងចាំមួយផ្លែតខ្ញុំហែកសម្បត្តិនេះមើលសិនចាគាត់ថាឲ្យខ្ញុំចាំទទួលសម្បត្តិពីលោកវិញម៉ារ៉ាអានសម្បត្តិទាំងដួងចិត្តរំភើបយ៉ាង1ឆ្នាំហើយដែលអ្នកឃ្លាតពីនាងទើបតែពេលនេះនាយបានទទួលអក្ខរាស្រីតែទឹកមុខអ្នកប្រែប្រួលខុសពីមិនទាន់បានអានសម្បត្តិអ្នកអានចប់ដើរទៅរកតុកសរសេរតបមកស្រីទាំងភ័ក្រស្រពូនខ្លាំងនាងទីណាឆ្ងល់ជាខ្លាំងនាងតាមសម្លឹងកាយវិការនិងទឹកមុខនាយគឺទឹកមុខអស់សង្ឃឹមអ្នកកំឡោះដើរមករកទីណាហុចអក្ខរាទាំងវិចារខ្សៅសូមអ្នកនាងជួយយកសម្បត្តិនេះទៅជូនបងស្រីនាងផងចាលោកខ្ញុំលាសិនហើយបាទបរោះពោលទាំងល្វើយដូចគ្មានព្រលឹងនៅក្នុងប្រាណត្រឡប់មកដល់ហាងមាសវិញនិងយល់រថយន្តនរិតស្រីសួរទៅអ្នកលក់មាសម្នាក់បងស្រីរបស់ខ្ញុំទៅណាផឹមចាចូលពិភាក្សាជាមួយអ្នកប្រុសម្នាក់ក្នុងបន្ទប់អូអញ្ចឹងទេតារាអង្គុយលក់មាសធ្វើឲ្យរងចាំបងស្រីចេញពីបន្ទប់មួយសន្ទុះនាងយល់នរិតចេញពីបន្ទប់ជាមួយដាវតីនរិតសើចដាក់ដារណាខ្ញុំលាសិនហើយដារណាចាលោកដាវតីឬបោះស្បាជូនកំឡោះដល់រថយន្តនរិតលើកដៃជាសញ្ញា
និងវិចារផ្ដែផ្ដាំចុងក្រោយដាវតីប្រយ័ត្នខ្លួនមែនតើណាចាខ្ញុំនិយាយឲ្យណាគេញញឹមស្រស់មករកនាងស្រីញញឹមសាតបវិញនរិទ្ធលើកដៃជាសញ្ញាចុងក្រោយទៅបញ្ឆេះរថយន្តចេញទៅដាវតីបោះចំហៀនមកដារណាវិចាអូនមានបានជួបគេដែរទេជួបឲ្យបងស្រីអ្នកសម្បត្តិរបស់គាត់ផ្ញើមកវិញបងអរគុណប្អូនស្រីនាងកាន់សម្បត្តិចូលទៅក្នុងបន្ទប់ជាបន្ទាន់និងលាសម្បត្តិអានមានន័យថាជូនចំពោះបោះស្បាសូមបោះស្បាធ្វើយ៉ាងណារកផុសតាំងឲ្យបានច្បាស់ទើបកញ្ញាដាវតីកូនអធិការតារាវង្សមានផ្លូវសង្ឃឹមប្រមូលទ្រព្យជាគេរបស់មេដាបេដានាងបានតែការស្មានថាការរឹបអូសយកទ្រព្យសម្បត្តិរបស់អធិការតារាវង្សពីសំណាក់លោកសុផិនឬគិរីនោះវាគ្រាន់តែសន្និដ្ឋានគ្មានមូលដ្ឋានច្បាស់លាស់ទេថ្មីបើអាចសន្និដ្ឋានត្រូវក៏ដោយយើងជាអ្នកតំណាងឲ្យច្បាប់ដូច្នេះមិនអាចចោទប្រកាន់គេគ្មានភ័ស្តុតាងទេជាពិសេសជាមួយលោកសុផិនជាតំណាងរាស្ត្រមួយរូបខ្ញុំយល់ថាបោះស្បាឆ្លាតណាស់ផ្សំនឹងគេឈ្មោះដ៏ល្បីរបស់មិត្តប្រកាសជាស្រាវជ្រាវរកភ័ស្តុតាងសង្គ្រោះដាវតីបានជាមិនខានបោះស្បាចំពោះរឿងផ្ទាល់ខ្លួនរបស់ខ្ញុំស្ដាយណាស់ស្ដាយចិត្តបងស្នេហ៍អស់3ឆ្នាំប្រែជាសល់ទឹកដីអស់សង្ឃឹមបោះស្បាអើយសូមមេត្តាជួយប្រាប់ឈ្មោះបរិសុទ្ធដែលមានផលវាសនាទៅទូការប្រណីពីបោះស្បាដល់ខ្ញុំផងសូមកុំស្មានថាខ្ញុំមានចិត្តចរណែណាគ្រាន់តែតូចចិត្តនឹងវាសនារបស់ខ្ញុំដែលតម្រូវសម្រាប់តែខកចិត្តនេះឯងដារណាស្អាតដែរតែរបួសបេះដូងរបស់ខ្ញុំប្រកាសជាពិបាកព្យាបាលណាស់ណាបោះស្បាពីម៉ារ៉ាអានចប់បោះស្បានៅត្រឹងមួយសន្ទុះនាងអាណិតប្រុសម៉ារ៉ាដែរតែធ្វើដោយមិនដាច់បើបេះដូងនាងគ្មាននិស្ស័យជាម្ចាស់ស្នេហ៍ជាមួយអ្នកកំឡោះក្រៅពីរង្វង់មិត្តភាពទេស្រីរសេះរសោះអាណិតកំឡោះចៅក្រមទឹកមុខនាងស្រពាំស្រពូនស្រីដកដង្ហើមលឺខូទើបចេញមកជួយមើលការខុសត្រូវខាងក្រៅរាត្រីនេះភ័ក្រអធិការបោះស្បាស្រពាប់ផ្លាច់កែវកេងសម្លឹងដំបូលផ្ទះរតិចរិត្រីលន់រស័ព្ទប៉ះសោតាស្រីប្រៀបដោយតន្ត្រីប្រគុំកំដរចិត្តតបប្រមល់របស់នាងឲ្យកាន់ទៅលងទៅក្នុងអន្លង់នៃក្តីព្រួយធីតាកេងស្ងៀមស្ងាត់ភ្លេចខ្លួនស្នូទ្វាររបាកញ្ញាទីណាឬដារណាបងវល់ប្រានមរកបងស្រីចិញ្ចឹមនាងយល់ភ័ក្រដល់ស្រពូនរបស់បោះស្បានាងវិចាបងស្រីបងឆ្លាតណាស់គួររក្សាចិត្តរីករាយដើម្បីរាវរកកន្លឹះសម្រាប់ដោះស្រាយបញ្ហាណាដារណាសម្ដីរបស់អូនធ្វើឲ្យបងរីករាយចំពោះការដាស់តឿននេះណាតែបងមានការមួយចង់និយាយជាមួយប្អូនមិនដឹងជាប្អូនជួយបងឬអត់បងស្រីបងមានគុណលើរូបប្អូនណាប្អូនសុខចិត្តបូជាជីវិតសម្រាប់រូបបងចិននិចមែនទេទីណាប្អូនដឹងទេទេម៉ារ៉ាជាមិត្តរបស់បងតាំងពីនៅសិក្សាជាមួយគ្នាបងស្គាល់គេជាមនុស្សភាពរៀបសាររូបសង្ហាប្រកបដោយសមត្ថភាពតែការបាក់ចិត្តលួចស្រឡាញ់នារីមួយរូបអ្នកមកអន់វិចារសម្លឹងដារណាតាស្នេហ៍គាត់មិនទាន់សម្រេចឬបងស្រីបានជាទឹកមុខរបស់គាត់បង្កប់នៅទុកសោកម្លេះអូនស្មានត្រូវមែនស្នេហ៍ជារបួសមិនទាន់ឲ្យមុខណាហេតុអីក៏គាត់មិនសារភាពអូនជឿថានារីណាក៏មិនបដិសេធទទួលកម្រងស្នេហ៍ពីគាត់ដែរគឺចេះតែរុញរាណាអូនបងយល់ដូចអូនដែរហើយពេលនេះសំណុំពររបស់បងចង់ឲ្យអូនជួយគេខ្ញុំនឹងគាត់មិនមែនជាមនុស្សចិត្តស្និទ្ធនឹងគ្នាណាបងស្រីគេធ្លាប់សង្គ្រោះរូបអូនពីជនពាលមែនទេដារណាចាគឺរូបអូនតែម្ដងជាអ្នកព្យាបាលបេះដូងរបស់គេអូនជាផ្កាដែលគេប៉ងរក្សាអូនត្រូវជួយបំពេញបំណងរបស់គេណាទេបងស្រីហេតុអីអតីតកាលអូនជាអ្នកចម្រៀងតាមបាមិនមែនចិត្តបរិសុទ្ធរបស់អូនជំរុញទេគឺជាបំណងទូរយោទេតាអូនស្រីបងស្រីអូនមិនអាចទទួលក្រែងអូនបានវិចារមុននេះគ្មានទេនារីដែលបដិសេធបំណងរបស់គេខ្ញុំមិននឹកស្មានថាជាខ្លួនឯងណាបើអូនមានគំនិតរបៀបនេះបានន័យថាពាក្យសរសើររបស់អូនចំពោះគេជាពាក្យបញ្ចាទៅហើយគេខ្វះអ្វីទៀតប្អូនស្រីជឿបងចុះបងជាមិត្តរបស់គេជាយូរឆ្នាំហើយណាគេចុះចាំស្អែកយកសម្បត្តិរបស់បងមើលច្បាប់ទៅឲ្យគេផង
ដារណានាងបានសច្ចាពីថ្ងៃនៃបុស្បាសង្គ្រោះនាងពីក្រញាំដៃឪពុកទូរយុទ្ធដែលបាត់សេរីភាពគ្រប់យ៉ាងលើការរស់នៅរបស់នាងត្រូវតែស្ដាប់បងចិញ្ចឹមនេះម៉ារ៉ាក៏ជាកំឡោះដែលនាងទទួលស្គាល់ថាជាសភាពរស់ពោះពេញដោយសមត្ថភាពដែរចិត្តនាងតែងតែលួចអាណិតចំពោះចៅក្រមដែលមានភ័ក្រត្រាស្រពូនជាប់នៅពេលណាក៏ដូចជាពេលណាបោះស្បាតាមសម្លឹងប្អូនស្រីចិញ្ចឹមនាងខំប្រឌិតរឿងអង្វរចិត្តបារាឲ្យសម្លឹងមករូបប្អូនគេដូចនាងត្រូវធ្វើមធ្យោបាយយ៉ាងណាឲ្យអ្នកទាំងពីរទូទុនចិត្តរកសុភមង្គលជាមួយទីណាវិញនាងខំដើរល្បិចកលឲ្យគេទាំងពីរបានជួបគ្នាជាញឹកញាប់ក្នុងបំណងបង្កើតភាពស្និទ្ធស្នាលដាវតីឬបោះស្បាកំពុងអង្គុយខំបិចធ្វើផ្នែកទំនងជារិះគិតដល់បញ្ហាស្មុគស្មាញមួយដែលគេពិបាកដោះស្រាយនោះស្នងការរងនរិទ្ធបោះចំហៀនលោបមិនឲ្យកញ្ញារូបល្អដឹងខ្លួនឡើយនរិទ្ធខំចោលភ្នែកទៅសម្លឹងអក្សរាដែលស្រីកំពុងសរសេរទើបនៅបានពាក់កណ្ដាលមានន័យថាជូនចំពោះម៉ារ៉ាខ្ញុំសូមថ្លែងអំណរគុណចំពោះការបំភ្លឺផ្លូវច្បាប់ដ៏សមហេតុផលរបស់មិត្តម្ដងខ្ញុំក្នុងដំណើររឿងរ៉ាវរបស់កញ្ញាដាវតីនិងលោកការីឬសុផិនបោះស្បាសូមសម្ដែងនៅការស្ដាយមួយដ៏ខ្លាំងចំពោះម៉ារ៉ាដោយបណ្ដោយឲ្យទុកសោកនៃក្តីអសង្ឃឹមលើស្នេហារបស់មិត្តធ្លាក់ក្នុងរណ្ដៅរបស់អន្តរាយអញ្ចឹងបោះស្បាមិនស្អប់មិត្តទេតែបោះស្បាមិនអាចទទួលមិត្តហួសពីរង្វង់មិត្តភាពដែរម៉ារ៉ានិស្ស័យជាបញ្ហាពិបាកនិយាយឲ្យចំហើយក៏មិនដឹងថាត្រូវទទួលឬកិច្ចវេះបានយ៉ាងណាស្នេហាជាបញ្ហាមួយភ្ជាប់ជាមួយនិស្ស័យដែរម៉ារ៉ាខ្ញុំនឹងបងនរិទ្ធជាគូសង្សារដែលធ្លាប់ជួបគ្នាព្រោះអ្វីខ្ញុំពិបាកដោះស្រាយឲ្យមិត្តយល់ណាស់ព្រោះស្នេហាមិនថាចាប់ផ្ដើមពីអ្វីឲ្យច្បាស់ដែរស្រាប់តែដល់ពេលមួយគឺយើងស្រឡាញ់គ្នាបាត់មុខមិនបានតែម្ដងខ្ញុំនឹងគាត់បានសច្ចាថាពុទ្ធោពាក្យពេចន៍ក្នុងអក្សរារបស់ស្រីបោះស្បានរិទ្ធលូចអានបានធ្វើឲ្យចិត្តអ្នកកំឡោះរំភើបចង់ហើបខ្លួនពីកន្លែងឈរអ្នកលូចគូចមេត្រីស្រីយ៉ាងពេញបេះដូងមិនអាចថ្លែងវាចាបកស្រាយផ្លូវចិត្តឲ្យស្រីយល់នៅឡើយព្រោះអ្នកញញើតខ្លាចជួបពាក្យបដិសេធថាទេប្រកាសជាអ្នករត់គេចពីស្រីទាំងសោកសៅមិនខានចុះពេលនេះអក្សរាស្រីចាទៅឲ្យម៉ារ៉ាជាការពិតឬយ៉ាងណាពិបាកដែរនាងជានារីរស់ក្នុងល្បិចជានិច្ចតែអ្នកត្រូវតែឆ្លៀតយកចំណេញបំពេញចិត្តប្រាថ្នានៅពេលនេះតែម្ដងដល់ត្រឹមនេះនរិទ្ធលោកដៃពីក្រោយខ្នងស្រីកញ្ឆក់សម្បត្តិនោះផ្លែតវិចារភ្លាមថាបងនឹងអូនយើងធ្លាប់សច្ចាថាស្មោះលុះសូនសង្ខារដោយធ្លាក់ពីលើមេឃស្រីភ្ញាក់ក្រញាងងាកប្រានបញ្ញាប់បែភ័ក្រក្រហមថ្លាតំណាងក្តីខ្មាស់អៀននារយៈពេលបឋិញុចនេះយីលោកទេឬឲ្យសម្បត្តិខ្ញុំវិញមកលោកទេបងអត់ឲ្យទេព្រោះអូនកំពុងតែរកនឹកពាក្យសរសើរមិនចាញ់ឬបងសូមមើលម្ដងទៀតសិនទេក៏មើលអីទេជារឿងកុហកទេតាខ្ញុំសូមអង្វរទេបងមិនឲ្យទេបងសូមមើលសិនកុំអីអត់មានអីគួរនឹងអានទេបើអត់មានអីហេតុអីក៏អូនទៀមម្ល៉េះទេអ្នកកំឡោះញញឹមសម្លឹងមុខនាងអ្នកត្រាប់តាមន័យនៅក្នុងសម្បត្តិខ្ញុំនិងបងនរិទ្ធជាគូសង្សារដែលធ្លាប់ជួបគ្នាព្រោះអ្វីតែពេលមួយខ្ញុំនិងបងនរិទ្ធស្រឡាញ់គ្នាបាត់មុខមិនបានយើងបានសច្ចាថាស្មោះនឹងគ្នាលោកអបសានមិនត្រូវឬខអូននាងអនភ័ក្រកិច្ចពីចក្ខុពោពេញដោយទឹកដមស្នេហ៍នាងខំតាំងចិត្តវិចារថាជារឿងប្រឌិតតាលោកដើម្បីឲ្យម៉ារ៉ាឈប់មានបំណងមកលើខ្ញុំគ្រាន់តែខ្ចីឈ្មោះលោកប្រាសន្តិតាអត់មិនបានទេខូចយីហោរបស់បងណាត្រូវសន់ជំងឺចិត្តបងភ្លាមឲ្យសម្បត្តិខ្ញុំវិញមកហើយកុំខឹងនឹងខ្ញុំចង់បានប្រមាណខ្ញុំជូនភ្លាមចង់បានតែមួយទេអូនថាឲ្យចាំមកមួយស្អីគេញញឹមយ៉ាងស្រស់បង្វិលប្រានមករកស្រីនាងថយក្រោយនេត្រានាយមានអនុភាពប្លែកនរិទ្ធហាក់ដូចជាទទួលឥទ្ធិពលដោយចម្លែកនាយស្រវាអោបកាយស្រីពេញរង្វង់ដៃរឹបចូលទ្រង់វិចារខ្សៅក្បែរតិចស្រីបងសំថែផ្កាបោះស្បាអស់មួយជីវិតគេអោបថាបថ្ពាល់ស្រីស្រាដោយក្តីព្រួយព្រួយដៃគេរឹបកាយស្រីយ៉ាងណែនខ្លាចរបេះភ្
ផ្នែកគេភ្ជង់ចាំកែផ្នែកស្រីទ្រង់គេរញ្ជួយដោយមុនស្នេហ៍គ្រាដំបងបោះស្បារុញកាយគេចេញនាងខំរើបំរាស់ជាខ្លាំងត្បិតអារម្មណ៍ស្រីពិបាកថាឲ្យចាំគឺក្តីខ្មាស់អៀនជានិស័យរបស់ស្រីក្រមុំរឹតតែធ្វើឲ្យភ័ក្រនាងតាំងសម្រស់ក្រហមស្រស់នាងរុញនរិទ្ធឥតរបេះពីកណ្ដាប់ដៃដែកទៅតែសម្ផស្សស្នេហ៍ឥតព្រៀងទុកមិនបណ្ដាលឲ្យរបូតងាយនរិទ្ធវិចាបោះស្បាបងទឹកចិត្តស្នេហ៍មិនបានទេបងសំទោសណាស់កាយវិការនេះជាតំណាងចិត្តស្នេហ៍ដែលបងមានចំពោះស្រីអូនកំខឹងនឹងបងណាប៉ៅលែងខ្ញុំសិនគេអត់ស្ដាប់វិចាស្រីទេនាសាររបស់គេបបោះអង្អាលពាសពេញវងភ័ក្រនាងប្រានគៀកកាត់ប្រានច្រមុះស្វាគុំថ្ពាល់ធ្វើឲ្យបោះស្បាញាប់ផ្លែករហូតទន់ដៃទន់ជើងរើលេងរួចកំឡោះសង្ហាថ្នាក់ថ្នមស្រីអស់ចិត្តទៅគេប្រឡែងកាយស្រីឲ្យអង្គុយចុះបោះស្បាអៀនអោនមុខចុះនៅរត់យកដៃភ្ងើយភ័ក្រស្រីឲ្យងើបសម្លឹងគេទឹកភ្នែកពីដំណក់ស្រក់លើដៃអ្នកនៅរត់ភ្ញាក់ព្រឺតអូនយំព្រោះអ្វីបើអូនខឹងនឹងបងនិរទេឲ្យឆ្ងាយពីអូនភ្លាមឆ្លៃមកអូនស្រីយំព្រោះនឹកខ្មាស់នាងមិនស្អប់គេទេតែស្រីហាស្ដីមិនរួចអោនមុខចុះដើម្បីយំនៅរត់ស្លេកមុខអ្នកវិចាទាំងឈានជើងចេញបងសំទោសបងលាហើយលារហូតណាអូនទេបោះស្បាអ្នកស្ទុះមករកនាងវិញត្បិតវាចារដែលប្រដប់បង្ហាញចិត្តនាងយ៉ាងច្បាស់ដល់អ្នកគេយកដៃទាញនាងឲ្យឈរទល់មុខគ្នាគេសម្លឹងភ័ក្រដល់បបររបស់នាងអៀនស្រាប់តែរលមុខចូលទ្រូងគេមាននប់រំភើបពិនពេងស្រវាងអមរឹតស្រីជាថ្មីស្រូបក្លិនទៅលេងនាងឲ្យអង្គុយវិចាបងមិនស្មានថាថ្ងៃនេះដំពពកខ្មៅរសាត់ពីចន្ទ្រាសោះសូមពន្លឺច័ន្ទថ្លាជានិច្ចចំពោះបងណាណែយកសម្បត្តិអូនវិញចុះហើយបញ្ចប់សេចក្តីដូចបងបញ្ជាក់អញ្ចឹងណាចានាងពោលតិចស្រីមិនព្រមសរសេរព្រោះនាងអៀនគេខ្លាំងនរិទ្ធសាយតិចវិចាមិនក៏មិនសរសេរអូនទេខ្មាស់នោះណាបើយើងនៅទីនេះតែពីរនាក់បងនិងអូនខ្មាស់នាងអវិជ្ជានរិទ្ធសាយយកដៃបិទចង្កានិយាយវិចាសរសេរចុះបងលាសិនហើយក្លាហានតែក្រោយក្នុងបងទេថ្ងៃក្រោយឈប់និយាយជាមួយបងអត់ឈ្មោះឬលោកណាបងសុំផ្ដាំអូនប្រយ័ត្នខ្លួនឲ្យមែនតែនតើចានរិទ្ធចេញទៅផុតនាងចាអក្សរាជាបន្តយ៉ាងរហ័សព្រោះមុននេះនាងនឹងនិយាយមិនទាន់យល់ចិត្តគ្នាទៅធ្វើឲ្យនាងរកពាក្យបញ្ចប់មិនកាត់ដារណាជាអ្នកលក់នឹងនាំសម្បត្តិឲ្យនាងក្រមុំអតិកាកំពុងទលងខ្លួនក្នុងមធ្យោបាយរបស់ស្រីបោះស្បាដរាបណាឈររាក្បែរឡានរបស់នាងចិត្តរបងផ្ទះមារាស្រីទៅរកកាលបដឹងតាមបងស្រីថាមារាមានបំណងលើគេនាងពិបាកចិត្តមួយនឹកដល់ការពឹងពាក់របស់បងស្រីកំពុងតែឈរផ្លឹកក្នុងក្តីរញរាស្រាប់តែវិចាមួយពលពីក្រោយខ្នងដែលនាងដារណាឈរធ្វើអីមិនអញ្ជើញចូលអូលោកទេឬនាងយល់ភ័ក្រមារាដែលឈប់រថយន្តពីក្រោយនាងមិនដឹងថាមកពីថ្មណាអីក៏ភ្ញាក់ផ្អើលអ្វីម្ល៉េះនាងសូមអញ្ជើញចូលបានចានាងបររថយន្តចូលតាមពីក្រោយរថយន្តនាយរហូតដល់មុខផ្ទះមារាសើចស្រស់ច្រើនជាងប្រមាណថ្ងៃមុនដែលនាងធ្លាប់ជួបស្រីអឹមអៀនត្បិតចេះតែស្រមៃដល់ពាក្យបងស្រីខ្លាចនេត្រាមុតស្រួចរបស់កំឡោះយើងមារាវិចាសូមអញ្ជើញជួបផ្ទះរបស់ខ្ញុំនាងចាលោកនាងដើរតាមក្រោយរហូតដល់បន្ទប់ទទួលភ្ញៀវគេពោលថាបោះស្បាផ្ញើសម្បត្តិមកឲ្យខ្ញុំឬចានាងហុចសម្បត្តិឲ្យមារាសូមអញ្ជើញពិសានទឹកក្រូចណានាងគេរក្សាភាពញញឹមរបស់គេជានិច្ចធ្វើឲ្យស្រីចាញ់នៅអានុភាពស្នាមញញឹមរបស់អ្នកសូមនាងជួយប្រាប់បោះស្បាផងថាខ្ញុំនឹងព្យាយាមធ្វើតាមបំណងរបស់នាងជានិច្ចចាលោកនាងដារណាខ្ញុំដូចជាប្រហែលមុខនាងដូចនៅទីណាម្ដងដែរទេចាលោកធ្លាប់ជួយខ្ញុំពីពួកក្បាលខូចនៅមាត់ទន្លេបាសាក់នោះអីតើលោកនឹកឃើញឬទេអូមែននាងដារណាខ្ញុំចង់មិត្តភាពជាមួយនាងតើនាងអាចទទួលសំណូមពរនេះបានទេចា
ចាដៃទេខ្ញុំយល់ព្រមនាងស្រមៃដល់ការអង្វររបស់បងស្រីទើបនាងវិចាទទួលយ៉ាងរអាក់រអួលដូចនេះកំឡោះម៉ារ៉ាមិនយល់ហើយអ្នកបែរជាខ្លាចស្រីឆ្លើយទាំងបង្ខំគេវិចាកុំទើសទាល់អីណាអ្នកនាងហើយកុំបារម្ភបោះស្បាយល់ចិត្តខ្ញុំក្នុងការរាប់អានអ្នកនាងណាស់ហើយវិចាទាំងប៉ុន្មានឃ្លានេះធ្វើឲ្យនាងកាត់ស្មានដល់ការជជែករវាងនាងនិងបងស្រីនាពេលរាត្រីនោះស្រីខ្មាស់អ្នកកំឡោះឡើងក្រហមមុខទាំងសម្រស់ត្រដែតនេះម៉ារ៉ាសម្លឹងស្រីផ្លឹកដារ៉ាណាអៀនពេកនាងងើបមកពោលខ្ញុំគិតសំលាលោកសិនហើយបើលោកមិនទាន់ផ្ញើទៅវិញទេបានស្អាតជាថ្ងៃអាទិត្យខ្ញុំគិតសុំអញ្ជើញអ្នកនាងដើរកំសាន្តជាមួយខ្ញុំក្នុងនាមមិត្តភាពរបស់យើងលោកទៅសុំបងស្រីខ្ញុំចុះបើគាត់យល់ព្រមទើបខ្ញុំហ៊ានរួមដំណើរជាមួយបានស្អែកខ្ញុំទៅជួបបោះស្បាតែសុំអ្នកនាងកុំប្រកែកណាចាស្រ័យតែបងស្រីរបស់ខ្ញុំទេនាងវិចារទាំងអនភ័ក្រម៉ារ៉ាឈរសម្លឹងស្រមោលរថយន្តស្រីអ្នកគិតថាដារ៉ាណាស្អាតណាស់ដែរតែក្រៅពីបោះស្បាម្នាក់គេដូចជាមិនទាន់ប្រទះផ្នែកនារីណាយបានប្រហែលនាងទេណាស់ហើយបើបោះស្បាមានគូទៅហើយមិនត្រូវបណ្ដោយឲ្យខ្លួនរស់ក្នុងភាពស្នេហាអស់សង្ឃឹមឡើយបោះស្បានាងចង់ឲ្យដារ៉ាណាមកជំនួសរូបនាងគឺជាការចាំបាច់តែខ្ញុំទ្រាំបៀមក្តីស្នេហ៍អស់ជាង5ឆ្នាំបែរជាមកទទួលដារ៉ាណាជាប្អូនស្រីនាងទៅវិញគេមិនស្រឡាញ់យើងអីក៏ខំស្រឡាញ់គេម្លេះវាចំណេញតែក្តីឈឺចាប់ឥតអ្វីរសាយបំបីក្តីស្រមៃចិត្តថ្ងៃស្អែកនាពេលព្រលឹមហាងមាសតារាវងបើកទ្វារធម្មតាកញ្ញាកូនកាត់ខ្លែងខ្លាយអង្គុយលក់មាសជាមួយនឹងស្រីចំនួន2នាក់ដែលសុទ្ធតែជាភ្នាក់ងារប៉ូលីសខ្លែងខ្លាយរថយន្តម៉ារ៉ាអូសប្រាំងនៅមុខហាងមាសតារាវងអ្នកបើកទ្វារចូលទៅរកកញ្ញា2នាក់បងប្អូនបោះស្បាឬដាវតីក៏រលែកឃើញអ្នកកំឡោះចៅក្រមញញឹមទទួលគេស្ទុះនឹងមកទទួលទាំងអូសដៃដារ៉ាណាមកជាមួយផងនាងអនភ័ក្រដោយក្តីខ្មាស់បោះស្បាវិចាររស់រាយសួស្តីម៉ារ៉ាអូថ្ងៃនេះហាងខ្ញុំមានកិត្តិយសណាស់បានទទួលលោកចៅក្រមមកលេងដូចជាមិនទំនងសោះនៅនាងអធិការនោះថៅកែស្រីកិត្តិយសរបស់ខ្ញុំវិញទេដែលបានជួបម្នាក់អ្នកកំឡោះពលទាំងសាយបោះស្បាអនណាស់ព្រោះម៉ារ៉ាមានអាកប្បកិរិយារីករាយប្លែកពីពេលមុននាងបញ្ញាពលមានកម្មវិធីទៅណាឬម៉ារ៉ាបាទដូចខ្ញុំទូរស័ព្ទមកហើយអញ្ចឹងសូមអញ្ជើញអ្នកនាងដារ៉ាណាដើរលេងជាមួយខ្ញុំផងបានទេបោះស្បានាងញញឹមបែរមករកប្អូនស្រីអូនទៅជាមួយលោកម៉ារ៉ាចុះណាទៅផ្លាស់ខោអាវទៅអូនដារ៉ាណាឬទីណានាងប្រពបងស្រីចំណិចស្រីចូលទៅផ្លាស់ខោអាវឯបោះស្បាចែកលេងជាមួយម៉ារ៉ារងចាំស្រីចេញមកវិញម៉ារ៉ាស្ដាយកាយបោះស្បាណាស់ដែរតែធ្វើមិនបើវាសនានិងនិស័យវាតម្រូវបែបនេះទៅហើយម៉ារ៉ាលោកសម្លឹងបោះស្បាភ្លៀកបោះស្បាយល់ចិត្តតែនាងព្យាយាមវិចាំបំភ្លៃបរិយាកាសដោយប្រុងអាប់អូឲ្យប្រែជាស្រស់បំប្រងនាងវិចាម៉ារ៉ាគិតទៅលេងទីណាថ្ងៃនេះចំការរបស់ខ្ញុំឯតែខ្មៅណាស់បោះស្បាកុំប្រកាន់តារាណានាងនៅក្មេងសេចក្តីណាស់ម៉ារ៉ាគ្មានអ្វីដែលឲ្យតោះភ្នែកទេប្អូនស្រីរបស់បោះស្បាការសន្ទនាត្រូវបញ្ចប់ដោយកញ្ញាដារ៉ាណានាំរាងកាយមកលំមគេទាំងពីរបណ្ដាគ្នាសែនសំក្រុមការសម្លឹងញញឹមរបស់អធិការយើងទីណាចាញ់បាត់កញ្ញាដាវតីអង្គុយលក់មាសទាំងមុខញញឹមម្ដងស្រពោនម្ដងស្រីខ្វល់លើបញ្ហាសុភិនដែលមិនដឹងដោះស្រាយទៅច្រកណាឲ្យចេញផោះតាំងពីរឿងគេមរតករបស់លោកអធិការតារាវងភ្នែកស្រីចោលទៅក្រៅហាងបរិះម្នាក់ដើរចូលមកទាំងចាំមុខអត់ភ្លេចគឺអាចឆាតដែលត្រូវក្រសួងនាងចាំពីបាត់រំលោភកូនក្រមុំគេហើយត្រូវលោកសុភិនយកសម្បត្តិប្រៃថ្នោតមកសំធានាស្រីខំសម្ដែងរឹកពីជាអ្នកលក់ដែលមិនស្គាល់កិរិយាវាហើយជើងឆាតដើរទៅសួរស្រីលក់ម្នាក់អត់ទោះនាងថៅកែស្រីរបស់ពួកនាងនៅឬទេនារីនោះងើបសម្លឹងមុខវាទៅវិចារយ៉ាងសុភាពចានោះគាត់ណាលោកអាចឆាតបែរមកវិចារជាមួយដាវតីអ្នកនាងមានថៅកែជាតិក្លឹងម្នាក់យកត្បូងមរកតមកលក់គេពឹងខ្ញុំឲ្យមកសួរអ្នកនាងក្រែងត្រូវការធីតាយល់ថាអាចឆាតប្រកាសជាមានល្បិចអ្វីមិនខាន
នាងត្រូវទៅតាមដានទើបនាងធ្វើជាពលចាខ្ញុំត្រូវការណាស់លោកតើថៅកែនោះនៅឯណាដែរគាត់នៅផ្ទះរបស់គាត់ឯណោះបើនាងត្រូវការអាចទៅជាមួយខ្ញុំតែកុំភ្លេចចែកក្បាលកាក់ឲ្យខ្ញុំផងមិនអីទេលោកខ្ញុំជូនក្បាលកាក់ដល់លោកឲ្យតែលោកជូនទៅលោកចាំខ្ញុំមួយផ្លែតខ្ញុំទៅយកលុយសិនចាបាននាងដាវតីថៅកែស្រីខ្លាំងខ្លាយដើរចូលបន្ទប់លើកប្រដាប់តាក់ទងវិចាឥឡូវលោកស្នងការរួងសូមអញ្ជើញមកហាងមាសតារាវងជាប្រញាប់ដើម្បីតាមដានអាឆាតដែលកំពុងដល់ល្បិចអន្តងដាវតីបងយល់ហើយអូនសូមព្យាយាមពន្យាពេលរងចាំបងទៅដល់សូមចេញដំណើរស្ដាប់បានហើយលោកលំមដូរពាក្យលោកចេញហើយណាអូនកុំនិយាយលេងពេកកំពុងបំពេញការងារណាស្រីចេញមកក្រៅនាងញញឹមមករកអាឆាតចនិចលួងចិត្តទៅនាងពោលសូមលោករងចាំមួយផ្លែតព្រោះកូនសទូដាច់ប្អូនស្រីរបស់ខ្ញុំមិនដឹងជាទុកកន្លែងណាចាំខ្ញុំរកមើលសិនបាទមិនដៃទេសូមនាងអញ្ជើញរកសិនចុះស្រីដើរមកចិត្តស្រីលក់មាសម្នាក់ជជែកលេងជាមួយលោកខាងនោះសិនណាចំណែកខ្ញុំទៅរកសោសិនចានាងស្រីឆ្នាមឡើងទៅជាន់ទី1ឈរកាន់លើផ្ទះសម្លឹងទៅថ្នល់រងចាំរថយន្តនរិទ្ធនោះណោះរថយន្តនរិទ្ធមកដល់ហើយតែកំឡោះស្នងការរងគេធ្វើជាបញ្ឈប់រថយន្តនៅឆ្ងាយពីហាងមាសតារាវងស្រីចុះពីជាន់ទី1យ៉ាងលឿនទៅរកអាឆាតវិចាតោះសូមអញ្ជើញលោកជាអីមកបានរថយន្តរបស់ខ្ញុំណានាងបើអញ្ចឹងខ្ញុំបើករថយន្តរបស់ខ្ញុំតាមពីក្រោយរថយន្តលោករថយន្តកញ្ញាដេញប្រកាត់រថយន្តអាឆាតឯរថយន្តនរិទ្ធរក្សាចម្ងាយល្មមទៅមើលឃើញរថយន្តទាំងពីរដើម្បីជៀសវាងការសង្ស័យពីអាឆាតរថយន្តអាឆាតចូលក្នុងវិឡាតូចមួយនាវាលស្ងាត់បោះស្បាលោកញញឹមបើកទ្វាររថយន្តឈានជើងចេញតាមអាឆាតភ្លាមនោះបរិះចំនួន3នាក់ស្ទុះចេញពីក្នុងមករកនាងក្រមុំព្រមគ្នាពួកវាម្នាក់ពោលថាសួស្ដីកញ្ញាដាវតីនាងឯនេះល្ងងណាស់បានរស់ស្រួលមិនគិតលាក់មុខបែរចែកមុខរកសេចក្តីស្លាប់ទៅវិញហាពូជអធិការតារាវងពួកអញមិនទុកឲ្យរស់ឡើយតើឪរបស់អញធ្វើអីដល់ពួកអញយីនាងក្រមុំរូបស្រស់នាងឯងមិនដឹងថាឪពុកនាងឯងជាមេរៀបរៀងការរកស៊ីរបស់ពួកអញទេឬក៏មកពីពួកឯងរកស៊ីខុសច្បាប់ទៅបើពុកអញអត់យោគយល់តែទីបំផុតឪនឹងឯងត្រូវស្លាប់ក្រោមស្នាដៃរបស់ពួកអញនៅជាដដាលឥឡូវកូនស្រីរបស់អានតារាវងមើលរកសេចក្តីស្លាប់ដោយឪពុកវាដែរឆាប់សាច់ពួកឯងឆ្លើយសង្គមយីបែបមិនទាន់ឃើញក្តាមមិនឈូសមិនទាន់ស្រក់ទឹកភ្នែកទៅឬស្រីល្អពួកវាហក់ព្រមគ្នាសង្គ្រប់មកលើនាងក្នុងបំណងក្រញិតនាងឲ្យខ្ទេចតែម្ដងតែពួកវាសួយធំទៅវិញត្បិតកញ្ញាដាវតីជាអធិការស្មោះនាងសងមួយជើងចំក្បាលពោះអាពាក់អាវលឿងវត្តដៃស្ដាំចំកញ្ចប់មុខអាឆាតនិងដៃឆ្វេងចំអាពាក់អាវខ្មៅទើបអងក្បាលផ្លឹបអាម្នាក់ជ្រុលដល់គ្នាវាម៉ាំងការប្រយុទ្ធមានភាពកក្រឹកកក្រែងស្រីអត់មានចោះញោមពួកពីលទេនាងវាយសង្ឃុកយកព្រៀបលើពួកវាចនិចនរិទ្ធមកដល់ល្មមដាវតីស្រែកដំណោបងយក2នាក់ទៅទុកតែ2នាក់ឲ្យខ្ញុំចោះអាចជនពេលភ្ញាក់ព្រឹតចំពោះវត្តមាននរិទ្ធក្នុងសម្លៀកបំពាក់ប៉ូលីសវាយល់ជើងការមិនស្រួលញាក់មុខដាក់គ្នាវាដើម្បីរកផ្លូវសិននរិទ្ធនិងបោះស្បាយល់សញ្ញាពួកវាក៏វាយសម្រុកបង្ខំចិត្តពួកវាដកឃ្លាអត់រួចមិនបានកន្លះម៉ោងពួកជនពេលទាំង4នាក់ជាប់ខ្នោះក្រញ៉ង់នរិទ្ធរុញវាឡើងលើឡានអ្នកលើកប្រដាប់តាក់ទងហៅប៉ូលីសឲ្យមកឆែកជេរផ្ទះនេះនរិទ្ធដាមេចិត្តបោះស្បាដែលញញឹមមករកគេនាងក្រមុំហុចកន្សែងតូចស្អាតឲ្យនរិទ្ធជាមួយវិចាមានទឹកដមបងជូតនេះចេញតែជួយឲ្យបងផងបានទេដាវតីស្អប់ណាស់ក្រាន់ភ្លាមឆ្លៀតប្រាគេផ្លែនញ៉ាំងសម្លុតអ្នកតាលើកកន្សែងជូតញើសដែលដកញើសពីពេញមុខសង្សារមិនមែនបងចង់ប្រាអូនទេតែបងចង់បានដៃពេជ្ររបស់ស្រីមកថ្នាក់ថ្នមណាឃើញទេបងបាត់ហត់អស់រលីងអូឲ្យកន្សែងមកបងជូតញើសរកអូនម្ដងណាមិនបាច់ទេអូនអត់ខ្ចីទេតែនរិទ្ធកញ្ឆក់កន្សែងបានជាស្រេចមកជូតឲ្យនាងថ្នមស្រីវិចាទាំងដើរទៅរកផ្ទះរបស់
ពួកជនពៀលពួកកាតែឆក់ទេបងឯងនេះឆក់ស្អីខ្លះទៅអូនពីមុនឆក់សម្បត្តិរបស់អូនឥឡូវឆក់កន្សែងទៀតហើយឆក់រូបអូនពីមារាថែមទៀតមែនទេប៉ៅមិនដឹងទេស្អប់មុខណាស់ស្អប់ណាស់តែបាត់មុខបងមិនបានអូនគេនឹកមែនទេហាហាហាគេតំពីនាំគ្នាបើកទ្វារចូលទៅក្នុងផ្ទះចម្លែកមែនផ្ទះនេះគ្មានរបស់របរសោះគឺគ្មានមនុស្សផ្សេងក្រៅពី4នាក់នោះដែរប៉ូលីសមកដល់ឆែកឆេរពាសពេញផ្ទះតែគ្មានបានការអ្វីពួកគេត្រឡប់មកវិញដោយនាំតែជនពៀលទៅនរិទ្ធយល់កូនចៅនិងជនពៀលទៅអស់អ្នកដើរមកចិត្តនាងវិចាឲ្យបងសុំមួយណាអូនសុំអីបងអូនអត់យកស្អីមកផងនាងពោលតែមួយឆ្ងល់បងសុំអានេះណាគេចង្អុលថ្ពាល់នាងទាំងភ័ក្រញញឹមដាក់ស្រីទេអត់ទេមិនបាច់តវ៉ានរិទ្ធចាប់អោបស្រីជាប់អោនថែថើបនាងគ្មានដកច្រមុះស្រីព្រឺប្រួយកាយទាំងការខ្មាស់អៀននាងរុញគេជាខ្លាំងលុះត្រានរិទ្ធរបូតដៃនាងរត់ទៅដកឡានដោយការខ្មាស់អៀនបើកចេញភ្លាមនរិទ្ធឈរសាចនិងបោះចំហៀនទៅរកឡាននាយដែរស្អែកឡើងបោះស្បាកំពុងពិភាក្សាការងារជាមួយលោកស្នងការសំណាងវិចាតាមភ្នាក់ងារតាមដានឯបាឋានសួគ៌បានឲ្យរាយការណ៍ថាពួកលោកសុភិនប្រហែលមានស្តុកទំនិញជាច្រើនឃ្លាំងតែគេស្រាវជ្រាវមិនទាន់ឃើញពួកលោកសុភិននិងថៅកែបាសុខាប្រកាសជាមានការតាក់ទងចិត្តដិតនឹងការរកស៊ីដោយលោកនរិទ្ធរាយការណ៍មិនខុសយើងឆ្ងល់4នាក់នោះវាចំជាក្បាលរឹងមែនជជែកសួរចម្លើយយ៉ាងណាក៏មិនចេញយើងសង្ស័យវាជាខ្សែរយៈរបស់ពួកលោកសុភិនតែវាប្រកែកដាច់ខាតចំមែនលោកស្នងការតាមសម្ដីរបស់ពួកវាជជែកជាមួយកញ្ញាដាវតីដែលជារូបខ្ញុំខ្លាំងៗនោះបង្ហាញថាពួកវាប្រើល្បិចសម្រាប់អធិការតារាវង្សខ្ញុំបានចុចសំណួរនេះសួរវាដែរតែវាឆ្លើយថាវាអត់បានសម្លាប់ទេតែវាចង់បញ្ឈឺកញ្ញាដាវតីទៅចេះតែពោលពាក្យអួតនោះតាព្រោះវាគ្រាន់តែដឹងថាលោកអធិការចាស់តារាវង្សស្លាប់ដោយមានចំភ្ជាប់ឡានរបស់លោកទេតាខ្ញុំឆ្ងល់ណាស់លោកស្នងការអាចឆាតប្រកាសជាកូនចៅលោកសុភិនហើយតាមការតាមដានរបស់លោកនរិទ្ធនិងតាមការរៀបរាប់របស់កញ្ញាទីណាពេលនេះវាជាប់ទ្រង់របស់យើងហើយគូអីវាខំប្រកែកបិទបាំងរូបលោកសុភិនក៏ខ្ញុំកាន់តែឆ្ងល់ពីហេតុអីបានជាភរិយាលោកតារាវង្សបែរជាជំពាក់ប្រាក់របស់គាត់ទៅវិញបើលោកតារាវង្សជាមនុស្សចាប់ការស្តុកទំនិញរបស់លោកសុភិនពី20ឆ្នាំមុននិងមិនព្រមទាំងស៊ីសំណូកពីលោកសុភិនផងតាមរបាយការណ៍ដែលខ្ញុំពិនិត្យជុំវិញមរណភាពលោកស្រីបលិសរតដែលមុននឹងស្លាប់ត្រូវមានការរំលោភពីបរិសម្នាក់តាបរិសនោះជានរណាពេលគាត់ស្លាប់ហេតុអីក៏លោកសុភិនយកសម្បត្តិដែលមានស្នាមមេដៃរបស់លោកស្រីបលិសរតមកទាមទារសំណងអត់សមសោះបើលោកតារាវង្សស្អប់លោកសុភិនជាខ្លាំងគួរឲ្យភរិយារបស់លោកតារាវង្សបែរជាទៅខ្ចីលុយលោកសុភិនគំនិតរបស់កញ្ញាបោះស្បាបានលើកមកគូពិចារណាមែនយើងគួរចម្រិតសួរ4អ្នកនោះឲ្យមែនតែននិងតាមដានលោកសុភិនឲ្យជាប់កញ្ញាស៊ីរាវីជាកូនទី2របស់លោកសុខាដូចជាមានសកម្មភាពប្លែកខ្ញុំដូចជាសង្ស័យថានាងជាចោរប្លន់ដែលក្រឡុកប៉ូលីសយើងពីប្រមាណខែមុននរិទ្ធត្រូវតែតាមដានកញ្ញាស៊ីរាវីខ្ញុំចង់ទៅជួបលោកសុភិនក្នុងនាមដាវតីណាលោកស្នងការតាមយោបល់ខ្ញុំមិនបាច់ទេព្រោះកញ្ញាដាវតីជាមុខសញ្ញាតាមដានរបស់លោកសុភិនទៅឲ្យបោះស្បាគួរនៅស្ងៀមវិញយើងមកទៅត្រូវជួបវានាពេលឆាប់នេះមិនខានទេនរិទ្ធល្អយោបល់របស់នរិទ្ធនាងមិនបាច់ចេញទៅជួបវាជាលើកទី2ទេត្បិតវាស្គាល់នាងច្បាស់ណាស់ក្នុងនាមកញ្ញាដាវតីប្រយ័ត្នវាឆ្ងល់ឬសង្ស័យថាបោះស្បាណាហាងមាសតារាវង្សអាចអន្តងពួកវាដែលយើងថាជាឃាតករលើប្តីប្រពន្ធអធិការចាស់តារាវង្សហើយលោកនរិទ្ធតាមដានឲ្យជាប់លោកសុខានិងកញ្ញាស៊ីរាវីទទួលបញ្ជាគេទាំង3បែកគ្នាបោះស្បាបោឡានតម្រង់ផ្ទះរបស់នាងរងចាំពេលប្រលប់ព្រិលទៅតែងកាយជាកញ្ញាដាវតីត្រឡប់មកហាងមាសតារាវង្សវិញដាវតីបើកទ្វារបន្ទប់ចូលទៅរកគេងនាងឃើញតារាណាកំពុងមើលរូបថតអ្វីមួយនាងសួររូបនរណាអូនហា
រូបខ្ញុំឲ្យបងសើមើលផងអត់ល្អទេបងក៏មើលអីស្រីលាក់ឲ្យខ្វេទៅមុខបង្ហាញនូវភាពអៀនអន់ដាវតៃសាច់ញញឹមមេចាចំអន់ច្បាស់ជារូបបារាហើយទៅលាក់នឹងបងអញ្ចឹងបងសួរអូនពីម្សិលមិញទៅដល់ណាខ្លះស្អប់បងស្រីណាស់មកពីបងនឹងបានជាខ្ញុំជាប់បន្ទាក់ចិត្តលោកបារាដកចិត្តមិនរួចហាហាហាបងសូមជូនពរប្អូនស្រីអ្នកបងពិសាបាយឬនៅនាងពូបន្លប់បងញ៉ាំជាមួយប៉ារួចហើយអូននឹកលោកប៉ាណាស់ចាំចាប់កិច្ចការរបស់បងអូនគង់តែជួបលោកប៉ាសុខាមិនខានហើយក៏បានជួបបារាដែរអូនឈប់និយាយរកហើយបងស្រីបើចេះតែលើកឈ្មោះលោកបារាមកនិយាយលេងអញ្ចឹងនោះក្រែងអូននឹកគេគេងសម្លឹងទៅរូបថនគេទៅដឹងដារណាស្ទុះមកក្តិចបងស្រីយ៉ាងញាប់ដៃបោះស្បាសាច់វិចាមើលទៅសាច់របស់បារាមិនដឹងជាជាប់យ៉ាងណាទេបើជាមួយបងប៉ណ្ណឹងទៅហើយអូយអូយបងឈប់ហើយអូនសំទោសណាបងស្រីនារីទាំងពីរប្រានគេងព្រមគ្នាបោះស្បាសួរទីណាសេរាវីជាប្អូនស្រីរបស់ប្អូននាងរកស៊ីឬរៀនអូនពិបាកជំរាបណាស់បងស្រីព្រោះវាចេញបាត់ពីផ្ទះរាល់ថ្ងៃហើយវាច្រើនតែជួបជុំជំនុំការងារស្ងាត់ជាមួយប៉ាខ្ញុំមានម្ដងខ្ញុំឮមាត់ម៉ាក់ខ្ញុំបន្ទោសប៉ាខ្ញុំថាបណ្ដោយឲ្យវាធ្វើផ្ដេសផ្ដាស់ធ្វើអ្វីទៅផ្ដេសផ្ដាស់នោះតាមខ្ញុំស្ទង់សម្ដីម៉ាក់ដូចជាសេរាវីជាចៅណាបងស្រីមែនទេបងទេតាមការស្មានរបស់ខ្ញុំប៉ុណ្ណោះព្រោះការរស់នៅជាមួយប៉ានិងម៉ាក់របស់ខ្ញុំធុញថប់មិនសូវយកចិត្តទុកដាក់នរណាទេហើយការស្ដាប់ឬការជជែកគ្នារវាងគាត់ទាំងពីរក៏ខ្ញុំស្ដាប់តែអត់យកចិត្តទុកដាក់ដែរណាបងអរគុណអូនណាតោះគេងទៅអញ្ចឹងណែកុំរវើរវាយនឹកដល់មារាពេកប្រយ័ត្នស្គមខ្លួនស្អប់បងស្រីណាស្រឡាញ់តែមារាតែ